ំណឥណ្ឌានិងប៉ាគីស្ថានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន31នាក់និង46នាក់ទៀតរងរបួសខណៈយន្តហោះ5គ្រឿងបាញ់ទម្លាក់ប្រធានទីស្នាក់ការទំនាក់ទំនងសាធារណៈអន្តរសេវាកម្មនៃកងទ័ពប៉ាគីស្ថានបានថ្លែងថាការវាយប្រហារតាមអាកាសរបស់ឥណ្ឌាទៅលើគោលដៅលំនៅឋានរបស់ជនស៊ីវិលប៉ាគីស្ថាននាពេលនេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់31នាក់និង46នាក់ទៀតបានរងរបួសនេះបញ្យងតាមសន្និសីទសារព័ត៌មានដែលបានរៀបចំធ្វើនៅទីស្នាក់ការកណ្ដាលនៃកងទ័ពជង្គោរបស់ប្រទេសប៉ាគីស្ថានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថាលំនៅឋានរបស់ជនស៊ីវិលនៅក្នុងតំបន់ចំនួន4នៃប្រទេសប៉ាគីស្ថាននោះនឹងនៅទីប្រជុំជនមូសាហ្វារ៉ាបេតនៃតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថានព្រមទាំងតំបន់កូតលេជាដើមបានរងការវាយប្រហារតាមអាកាសរបស់ឥណ្ឌាកងទ័ពអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន5គ្រឿងនៅក្នុងប្រតិបត្តិការវាយបកផងដែរនៅក្នុងការវាយប្រហារតាមអាកាសប្រទេសឥណ្ឌាក៏បានបំផ្លាញទំនប់វារីអគ្គិសនីនៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរក្រៅពីនេះមានជើងហោះហើរជាតិនិងអន្តរជាតិរាប់សិបបាននឹងកំពុងតែហោះហើរនៅក្នុងដែនអាកាសរបស់ប៉ាគីស្ថានបានភ័យអំពីសកម្មភាពយោធារបស់ឥណ្ឌាដែលបានធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរហើយនៅពេលនេះជើងយន្តហោះបានបង្វែរចេញពីឥណ្ឌានិងប៉ាគីស្ថានខ្លាចបាញ់ច្រឡំសូមបញ្ជាក់ថាទំនាស់ព្រំដែនឥណ្ឌានិងប៉ាគីស្ថាននាពេលនេះដោយសារតែភេរវកម្មបាញ់ស្លាប់ទេសចរឥណ្ឌាចំនួន26នាក់នៅកាស្មៀកាលពីខែមេសាកន្លងមក